ឈ្នះទៀតហើយគ្នាយើងសម្រាប់ការប្រកួតយុទ្ធមិញសម្រាប់បាសេឡូណាយកឈ្នះទៅលើក្រុមអេស្ប៉ាញ៉ុល2-0នៅក្នុងទឹកដីរបស់អេស្ប៉ាញ៉ុលមាន49ពិន្ទុមាន19ប្រកួតឈរនៅលើរៀងទី1ហើយចំណែកលេខរៀងទី2គឺរៀលម៉ាឌ្រីតមាន18ប្រកួតមាន42ពិន្ទុហ្នឹងហើយសម្រាប់ការប្រកួតយុទ្ធមិញហ្នឹងគឺបានជួយសង្គ្រោះខ្លាំងមែនទែនពីកីឡាករអ្នកចាំទីរបស់យើងគឺ John Cashier ហ្នឹងហើយគាត់យុគមិញហ្នឹងគាត់ជួយសង្គ្រោះបាល់បានច្រើនមែនទែនបាទហ្នឹងហើយហើយសម្រាប់ការប្រកួតយុគមិញហ្នឹងគឺតង់ទី1គឺអត់មានគ្រាប់បាល់ទេដល់តង់ទី2ដោយគ្រាប់ទី1ហ្នឹងនៅនាទីទី86ដោយកីឡាករអនម៉ូហើយគ្រាប់ទី2ហ្នឹងនាទីទី90ហើយដោយកីឡាករ Lewandowski ហ្នឹងហើយនេះគ្រាប់បាល់អនម៉ូញាក់សាច់តែម្ដងបងប្អូនមកគ្រាប់នេះគឺជាតិតែម្ដងហើយសម្រាប់កីឡាករ Furman ក៏អស្ចារ្យដែរអាស៊ីបានទាំង2គ្រាប់នៅក្នុងការប្រកួតនឹងតែម្ដងហើយសម្រាប់កីឡាករ Man of the Match របស់យើងនៅយប់ហ្នឹងគឺ John Cashier នឹងឯងអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយៗទៀតអរគុណ